ជាច្រើនថ្ងៃកន្លងផុតទៅនៅពេលដែលអ្នកទាំងអស់គ្នាពួកគេគឺបានជាសះស្បើយជាមួយនឹងមុខរបួសស៊ូបារុគាត់គឺបានបង្កើតជាមួយនឹងកិច្ចប្រជុំមួយដែលគាត់បាននិយាយទៅកាន់ពួកគេថានៅពេលនេះគាត់គឺសូមជំនួយអំពីពួកគេដើម្បីទៅចាត់ការជាមួយនឹងមេសាសនាមួយដែលគេឲ្យឈ្មោះថាមេសាសនាមេធ្មប់នៅពេលដែលលើអញ្ចឹងអ្នកគ្រប់គ្នាពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ពួកគេគឺមិននឹកស្មានទេថាមេសាសនាមេធ្មប់នឹងវាពិតជាមានពិតមែន ចំណែកឯ Vel វិញពាក្យសម្ដីរបស់ Subaru និយាយចេញមកវាហាក់ដូចជាមិនគួរឲ្យជឿប៉ុន្តែមិនអីទេគាត់នឹងយល់ស្របតាមគំនិតរបស់ Subaru Subaru បាននិយាយប្រាប់ទៅកាន់ពួកគេថានៅពេលនេះគាត់គឺមានជាមួយនឹងកម្រងការហើយអញ្ចឹងហើយពួកគេគឺគ្រាន់តែស្ដាប់បង្គាប់គាត់ទៅគឺបានហើយគាត់បាននិយាយទៀតថាបើសិនជាយើងបានធ្វើជាមួយនឹងកិច្ចការមួយនោះច្បាស់ណាស់វានឹងប៉ះពាល់ទៅដល់ប្រជាជនជាមិនខានអញ្ចឹងហើយគាត់គឺបានស្នើសុំទៅកាន់ Hoshi ឲ្យនឹងជំលេះជាមួយនឹងប្រជាជនឲ្យធ្វើដំណើរចាក់ចេញ ស៊ូបារុបាននិយាយទៅកាន់ពួកគេទៀតថាគាត់គឺដឹងនៅពេលដែលពួកគេបានប្រយុទ្ធជាមួយនឹងសត្វត្រីបាឡែនពណ៌សពួកគេពិតជាភ័យខ្លាចប៉ុន្តែជាមួយនឹងសង្គ្រាមលើកនេះគាត់ចង់ប្រាប់ទៅកាន់ពួកគេថាពួកយើងគឺត្រឡប់មកវិញកុំឲ្យអ្នកណាម្នាក់គឺស្លាប់ឲ្យសោះពួកយើងគឺទៅទាំងអស់គ្នានៅពេលដែលពួកយើងមកវិញគឺត្រូវតែមកទាំងអស់គ្នានៅពេលដែលពួកគេបានបញ្ចប់ជាមួយនឹងកិច្ចប្រជុំពួកគេក៏បានធ្វើដំណើរទៅកាន់ទីកន្លែងដែលស៊ូបារុបានកំណត់តែម្ដង ប៉ុន្តែគឺថតត្រង់ថានៅពេលនេះក៏មានជាមួយនឹងវត្តមានរបស់ Julia ដែរគាត់គឺស្ម័គ្រចិត្តចូលរួមជាមួយនឹង Subaru នៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវទោះបីជា Subaru ហើយនិង Julia ពួកគេទាំងពីរគឺមិនត្រូវគ្នាពិតមែនប៉ុន្តែ Julia គាត់គឺបាននិយាយសុំទោសទៅកាន់ Subaru គាត់បាននិយាយទៅកាន់ Subaru ថាគាត់គឺពិតជាសុំទោសខ្លាំងណាស់នៅរឿងរ៉ាវដែលគាត់បានធ្វើនៅកិច្ចប្រជុំធំ ប៉ុន្តែគាត់ពិតជាអរគុណទៅកាន់ Subaru មែនទែនដែល Subaru បានជួយសង្គ្រោះមកកាន់ប្រជាជនរបស់គាត់ដើម្បីកម្ចាត់ជាមួយនឹងសត្វត្រីបាឡែនពណ៌សចំណែកឯ Subaru វិញគាត់ក៏បាននិយាយសុំទោសទៅកាន់ Julia ផងដែរនិយាយទៅពួកគេទាំងពីរហ្នឹងគឺបាននិយាយសុំទោសទៅកាន់គ្នាទៅវិញទៅមកប៉ុន្តែទោះបីជាយ៉ាងណា Subaru បាននិយាយទៅកាន់ Julia ថាយើងក៏នៅតែស្អប់ឯងចំណែកឯមូលហេតុដែល Subaru ស្អប់ទៅកាន់ Julia នោះដោយសារតែ Julia គាត់ក៏ស្រឡាញ់ទៅកាន់ Emilia ដែរ នៅពេលដែលពួកគេបានធ្វើដំណើរអស់រយៈពេលជាយូរ Subaru គាត់ក៏សម្រេចចិត្តថាគាត់គឺសម្រេចចិត្តដើរចូលទៅក្នុងព្រៃតែម្នាក់ឯងមូលហេតុដែលគាត់ដើរចូលទៅក្នុងព្រៃតែម្នាក់ឯងដោយសារតែគាត់គឺបញ្ឆោតទៅកាន់ពួកគេគាត់គឺធ្វើជានុយចំណែកឯគ្នារបស់គាត់ចាំចាត់ការទៅកាន់ពួកវាតាមក្រោយនៅពេលដែល Subaru បានធ្វើដំណើរទៅដល់ក្នុងព្រៃមិនបានយូរប៉ុន្មានពួកអាសាសនាទាំងអស់ហ្នឹងក៏បានឃើញទៅកាន់ Subaru ភ្លាមប៉ុន្តែនៅពេលដែលពួកវាដឹងថា Subaru គឺចង់ចោះចូលជាមួយនឹងពួកគេក៏បានឱនក្បាលគោរពទៅកាន់ Subaru ហើយពួកគេក៏បាននាំ Subaru មកកាន់ប្រាសាទរបស់ពួកគេតែម្ដងនៅពេលដែល Subaru បានធ្វើដំណើរទៅកាន់ប្រាសាទរបស់ពួកវាអារ៉ូម៉ានីនឹងវាក៏បានបង្ហាញខ្លួនចេញមកដើម្បីទទួលទៅកាន់ Subaru ដោយផ្ទាល់នៅពេលដែលវាដឹងថា Subaru គឺចង់ចោះចូលជាមួយនឹងវាបែបនេះវាគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែវាគឺពិតជាចង់បាន Subaru ធ្វើជាគ្នារបស់វាខ្លាំងណាស់ ចំណែកឯឈ្មោះមេធ្មប់របស់អារ៉ូម៉ានីនឹងវិញវាគឺមានឈ្មោះថាមេធ្មប់នៃភាពស្នេហានិយាយទៅគឺពាក្យសម្ដីរបស់វាដែលនិយាយចេញទាំងអបាលម៉ានគឺពោរពេញទៅដោយពាក្យស្នេហាទាំងអស់បាននិយាយឲ្យត្រង់ទៅអារ៉ូម៉ានីនឹងវាគឺឈួតជាមួយនឹងស្នេហាតែម្ដងនៅពេលដែលវាបានជួបទៅកាន់ស៊ូបារុវាបាននិយាយទៅកាន់ស៊ូបារុថានៅពេលនេះវាគឺមានជាមួយនឹងរាជបល្ល័ង្កឲ្យទៅកាន់ស៊ូបារុរួចហើយចំណែកឯឈ្មោះមេធ្មប់របស់ស៊ូបារុវិញវាគឺមានឈ្មោះថាមេធ្មប់នៃភាពក្រអឺតក្រទម បន្ទាប់មកវាគឺបានដកជាមួយនឹងសភៅអ្វីមួយចេញមករួចវាបានសួរទៅកាន់ Subaru ថាបើសិនជា Subaru ចង់ក្លាយទៅជាសមាជិករបស់វា Subaru គាត់គឺត្រូវតែមានជាមួយនឹងសភៅមួយនេះនៅពេលដែលលេងអញ្ចឹង Subaru គាត់គឺរៀងទាល់បន្តិចប៉ុន្តែគាត់បាននិយាយទៅកាន់វាថាដោយសារតែគាត់នឹងគឺជាមេធ្មប់នៃភេទក្រអើបក្រទមអញ្ចឹងហើយអាសភៅមួយហ្នឹងគាត់គឺបានបោះវាចោលបាត់ហើយនៅពេលដែលលេងអញ្ចឹងវាគឺពិតជាខឹងទៅកាន់ Subaru ខ្លាំងណាស់រួចវាក៏បានបើកការវិវត្តទៅកាន់ Subaru ភ្លាម ប៉ុន្តែគ្នារបស់ Subaru ពួកគេក៏បានបង្ហាញខ្លួនចេញមករួចពួកគេក៏បានបំផ្លាញទៅកាន់ប្រាសាទរបស់វាចំណែកឯ Vel វិញគាត់គឺបានបង្ហាញខ្លួនចេញអំពីខាងលើរួចគាត់ក៏បានកាប់ទៅកាន់អារ៉ូម៉ានីនឹងដាច់ខ្លួនជាពីរតែម្ដងនៅពេលដែលគាត់បានកាប់ទៅកាន់វារួចហើយនៅពេលដែលពួកគេបានពិនិត្យមើលទៅកាន់វាពួកគេគឺអាចទាយបានថាអារ៉ូម៉ានីនេះវាគឺស្លាប់បាត់ហើយបន្ទាប់មក Subaru គាត់ក៏បានរើសជាមួយនឹងសភៅរបស់អារ៉ូម៉ានីនឹងនៅពេលដែលគាត់បានឲ្យអ្នកដទៃអានមើលទៅកាន់ពួកគេហាក់ដូចជាភ័យខ្លាចខ្លាំងណាស់ បន្ទាប់មក Vel បានប្រាប់ទៅកាន់ Subaru ថានៅក្នុងសៀវភៅហ្នឹងគឺសរសេរពោរពេញទៅដោយឈ្មោះស្នេហាទាំងអស់និយាយទៅរឿងដែលសរសេរមកហ្នឹងគឺសុទ្ធតែជារឿងស្នេហាចំណែកឯ Subaru វិញគាត់គឺមិនទាន់ជឿទេថាអារ៉ូម៉ានីហ្នឹងវាគឺស្លាប់ពិតមែនមនុស្សអីក៏ស្លាប់ផុយម្ល៉េះដើម្បីឲ្យ Subaru ទទួលស្គាល់ការពិតពួកគេក៏បានបំផ្លាញជាមួយនឹងសាកសពអារ៉ូម៉ានីហ្នឹងតែម្ដង
នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ក្រៅនៅពេលដែលពួកគេកំពុងតែនិយាយគ្នាលេងស្រាប់តែពួកគេគឺបានឃើញជាមួយនឹងវត្តមន្តអបិរ៉ូម៉ានីនឹងគឺបានបើកការវិភាគមកកាន់ពួកគេតែម្ដងហើយវាគឺថែមទាំងសម្លាប់ទៅកាន់គ្នារបស់ពួកគេស្លាប់ថែមទៀតចំណែកអេស៊ូបារ៉ូវិញគាត់បាននិយាយថាដូចជាអ្វីដែលគាត់បានរំពឹងទុកមែនអាមួយហ្នឹងវាគឺមិនស្លាប់ស្រួលទេប៉ុន្តែនៅពេលនោះស្រាប់តែវាគឺបានចាប់ជាមួយនឹងជើងរបស់ស៊ូបារុឬក៏បានទាញស៊ូបារុចូលទៅដល់ក្នុងព្រៃតែម្ដងនៅពេលដែលពួកគេបំរុងនឹងជួយទៅកាន់ស៊ូបារុពួកគេគឺត្រូវបានជាមួយនឹងកូនចៅរបស់វាមករាំងចំណែកឯខាងស៊ូបារុឯណេះវិញនៅពេលដែលគាត់ត្រូវបានជាមួយនឹងវេទមន្តមួយនោះបានចាប់មកកាន់គាត់ជាប់អ្នកដែលបានបើកការវាយប្រហារមកកាន់គាត់គឺមិនមែនជាអារ៉ូម៉ានីនឹងទេប៉ុន្តែគឺជាម្នាក់ស្រីនេះប៉ុន្តែគឺទាស់ត្រង់ថារាល់ពាក្យសម្ដីរាល់ចលនារាល់ការនិយាយស្ដីគឺវាជាអារ៉ូម៉ានីនឹងឯង ប៉ុន្តែនៅពេលដែលវាបំរុងនឹងស្លាប់ទៅកាន់ស៊ូបារុស្រាប់តែលេចចេញជាមួយនឹងភ្លើងក្រហមអ្វីម្យ៉ាងនៅពេលដែលវាបានឃើញវាគឺចាប់ផ្ដើមខ្លាចតែម្ដងប៉ុន្តែអ្នកដទៃពួកគេក៏បានធ្វើដំណើរមកដល់បន្ទាប់មកវ៉ែលគាត់គឺបានសម្លាប់ទៅកាន់អារ៉ូម៉ានីនឹងស្លាប់ជាលើកទី2អញ្ចឹងហើយយើងគឺចាប់ផ្ដើមដឹងអំពីធម៌ពលរបស់អារ៉ូម៉ានីនឹងម្ដងទៀតហើយដែលវាគឺអាចដកជាមួយនឹងបលឹងរបស់វាចូលទៅកាន់ខ្លួនរបស់អ្នកផ្សេងបាននិយាយទៅទោះបីជាពួកគេសម្លាប់វាបានពិតមែនប៉ុន្តែបលឹងរបស់វាគឺមិនតាន់រលាយទេ នៅពេលដែលពួកគេបានធ្វើដំណើរមកដល់ខាងក្រៅស៊ូបារុគាត់ពិតជាស្ដីបន្ទោសមកកាន់ខ្លួនឯងខ្លាំងណាស់ជាមួយនឹងកិច្ចប្រជុំគាត់បាននិយាយថាគាត់គឺចង់ឲ្យពួកគេនៅរស់ទាំងអស់គ្នាមិនចង់ឲ្យអ្នកណាគេស្លាប់ទេប៉ុន្តែចំនួនមកវិញហេតុអ្វីបានជាគាត់គឺមិនអាចសន្យាជាមួយនឹងពាក្យសន្យាដែលគាត់បានសន្យាជាមួយនឹងពួកគេបានប៉ុន្តែ Well គាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់ស៊ូបារុផងដែរគាត់បាននិយាយថាវាគឺជាផ្លូវដែលពួកគេបានជ្រើសរើសអញ្ចឹងហើយពួកគេគឺមិនដែលស្ដាយក្រោយទេនេះហើយដែលគេហៅថាជីវិតជាទាហាន ប៉ុន្តែទោះបីជាស៊ូបារុគាត់គឺជួបជាមួយនឹងរឿងឈឺចាប់ច្រើនកម្រិតណាក៏ដោយគាត់គឺកុំបោះបង់ឲ្យសោះដោយសារតែពាក្យលើកទឹកចិត្តរបស់ Well ស៊ូបារុគាត់ក៏ចាប់ផ្ដើមមានជាមួយនឹងកម្លាំងចិត្តមកវិញរួចពួកគេក៏បានធ្វើដំណើរទៅមុខបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវដោយសារតែពួកគេដឹងថាអារ៉ូម៉ានីនឹងវាគឺមិនតាន់ស្លាប់ទេអញ្ចឹងហើយពួកគេគឺត្រូវតែធ្វើដំណើរទៅកាន់ភូមិរបស់អេមីលីឲ្យទាន់ ចំណែកឯតាមផ្លូវស៊ូបារុគាត់គឺចង់និយាយជាមួយនឹងជូលៀប៉ុន្តែនៅពេលដែលគាត់ងាកមកវិញគឺឃើញថាអ្នកគ្រប់គ្នាគឺបានបាត់តាណាអស់បាត់ទៅហើយប៉ុន្តែនៅពេលនោះយើងគឺបានឃើញជាមួយនឹងរិនដែលនាងគឺកំពុងតែឈរមើលទៅកាន់ស៊ូបារុដោយនៅក្នុងដៃរបស់នាងគឺកំពុងតែកាន់ផ្កាពណ៌ខៀវអ្វីម្យ៉ាងនៅពេលដែលស៊ូបារុគាត់កំពុងតែឆ្ងល់ថាមានរឿងអ្វីកើតឡើងនៅពេលនោះគាត់គឺបានកលេចឃើញជាមួយនឹងផ្កាពណ៌ខៀវដែលគឺជាផ្កាដែលរិននាងគឺកំពុងតែកាន់នឹងឯង នៅពេលដែលស៊ូបារុទៅចិត្តវាអាផ្កាហ្នឹងវាគឺបានបើកការវិវហានទៅកាន់ស៊ូបារុភ្លាមតែម្ដងប៉ុន្តែសំណាងល្អវិញអាភ្លើងក្រហមដែលវាបានជួយទៅកាន់ស៊ូបារុម្ដងហ្នឹងវាក៏បានបង្ហាញខ្លួនមកម្ដងទៀតឬវាក៏បានដុតទៅកាន់អាផ្កាហ្នឹងឲ្យងាប់បាត់ទៅបន្ទាប់មកភ្លើងពណ៌ក្រហមហ្នឹងវាក៏បានហោះចូលទៅក្នុងខ្លួនរបស់ស៊ូបារុនៅពេលដែលចូលរួចហើយស៊ូបារុគាត់ក៏បានត្រឡប់មកវិញតែម្ដង នៅពេលដែលគាត់ត្រឡប់មកវិញជូលៀបានសួរទៅកាន់ស៊ូបារុថាតើស៊ូបារុនឹងកាត់អីនៅសុកស្រាប់តែគាត់នឹងគឺដួលស្លាប់ភ្លាមប៉ុន្តែតាមអ្វីដែលស៊ូបារុបានសង្កេតគាត់គឺបានសង្កេតឃើញថាមើលទៅកាន់អ្នកគ្រប់គ្នាមើលទៅកាន់ពួកគេហាក់ដូចជាអស់កម្លាំងអញ្ចឹងបន្ទាប់មកជូលៀគាត់ក៏បានបង្ហាញអំពីវេទមន្តរបស់គាត់អញ្ចឹងហើយទើបយើងដឹងថាអាវេទមន្តពណ៌ក្រហមដែលបានជួយសង្គ្រោះទៅកាន់ស៊ូបារុហ្នឹងវាគឺជាវេទមន្តរបស់ជូលៀនឹងឯង ប៉ុន្តែនៅពេលនោះរីននាងក៏បានបង្ហាញខ្លួនអំពីក្នុងព្រៃរួចនាងក៏បានកញ្ឆក់ទៅកាន់ស៊ូបារុនៅពេលដែលនាងបំរុងនឹងរត់គេចនាងគឺត្រូវបានអ្នកដទៃបានស្កាក់ទៅកាន់នាងបាត់ទៅហើយដោយសារតែកុំឲ្យពួកគេទាំងអស់គ្នាប្រយុទ្ធគ្នាស៊ូបារុគាត់ក៏សម្រេចចិត្តថានិយាយជាមួយនឹងរីនដែលថានាងគឺកំពុងតែធ្វើអ្វីចំណែកឯរីននាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់ស៊ូបារុថាមូលហេតុដែលនាងធ្វើដំណើរមកទីនេះនាងគឺចង់សម្លាប់ទៅកាន់ស៊ូបារុ ចំណែកឯមូលហេតុវិញពួកគេបានផ្ញើជាមួយនឹងសម្បត្តិជាច្រើនផ្ញើទៅកាន់ស៊ូបារុសុំជាមួយនឹងជំនួយប៉ុន្តែស៊ូបារុគឺមិនបានតបមកកាន់ពួកគេទេអញ្ចឹងហើយរ៉ូស្វល់គាត់គឺគិតថាប្រហែលជាស៊ូបារុនឹងគាត់គឺក្បត់មកកាន់ពួកយើងហើយអញ្ចឹងហើយបានជាគាត់បញ្ជារិនឲ្យមកទីនេះដើម្បីសម្លាប់ស៊ូបារុស៊ូបារុបាននិយាយប្រាប់ទៅកាន់រិនថាគាត់គឺនិយាយឲ្យត្រង់គាត់គឺមិនដឹងថាពួកគេបានផ្ញើសារមកកាន់គាត់តាំងពីពេលណាមកទេដោយសារតែគាត់នឹងគឺពិតជារវល់ខ្លាំងណាស់ ប៉ុន្តែនៅពេលដែលរៀនដឹងថាសូបារុគាត់គឺមានជាមួយនឹងកម្រងចង់ជួយសង្គ្រោះទៅកាន់ប្រជាជនរបស់នាងក៏សម្រេចចិត្តថាទៅជាមួយនឹងគាត់ដែរតែម្ដងនៅពេលដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរទៅដល់ភូមិសូបារុគាត់បាននិយាយប្រកាសប្រាប់ទៅកាន់អ្នករាល់គ្នាថានៅពេលនេះគាត់គឺមានជាមួយនឹងដំណឹងមួយគាត់គឺចង់ជម្លៀសពួកគេទាំងអស់គ្នាឲ្យចាកចេញពីភូមិមួយរយៈសិន
Subaru បាននិយាយទៅកាន់ពួកគេថាមួយរយៈនេះគឺមានជាមួយនឹងរឿងចម្លែកជាច្រើនវាបានកើតឡើងអញ្ចឹងហើយគាត់គឺចង់ឲ្យពួកគេជំលះខ្លួនទៅរស់នៅឯកន្លែងណាមួយសិនដើម្បីឲ្យពួកគេមានជាមួយនឹងសុវត្ថិភាពនៅពេលដែលឮអញ្ចឹងពួកគេចាប់ផ្ដើមបដិសេធជាមួយនឹងសំណើរបស់ Subaru ភ្លាមពួកគេបាននិយាយថា Subaru នឹងគឺប្រហែលជាចង់បញ្ឆោតពួកគេឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេហើយមូលហេតុនោះដោយសារតែមិនមានតែ Subaru ម្នាក់ទេដែលបង្ខំឲ្យពួកគេចាកចេញពីភូមិសូម្បីតែ Emily ក៏បង្ខំឲ្យពួកគេចាកចេញពីភូមិដែរប៉ុន្តែពួកគេគឺមិនព្រមពួកគេបាននិយាយទៀតថាហេតុអ្វីបានជាមនុស្សនៅក្នុងរាជធានីពួកគេមកជួយសង្គ្រោះឬក៏មកអើពើជាមួយនឹងមនុស្សសាមញ្ញដូចជាពួកគេទៅវិញជាពិសេសពួកគេបាននិយាយឌៀមដាមទៅកាន់ Emily ថែមទៀតដែលថានាងគឺជាមនុស្សពាក់កណ្ដាលពាក់កណ្ដាលមានន័យថានាងគឺជាមេធ្មប់នៅពេលដែលឮអញ្ចឹង Subaru គាត់ចាប់ផ្ដើមដឹងជាមួយនឹងមូលហេតុតែម្ដងថាហេតុអ្វីបានជាគាត់បបួល Emily មកលេងភូមិនាងហាក់ដូចជាមិនចង់មកនៅពេលដែល Subaru គាត់សឹងតែបោះបង់ជាមួយនឹងការស្នើសុំទៅហើយម្នាក់ស្រីនេះនាងបាននិយាយលើកទឹកចិត្តទៅកាន់ Subaru អញ្ចឹងហើយ Subaru គាត់ក៏បានប្រាប់ជាមួយនឹងរឿងការពិតប្រាប់ទៅកាន់អ្នកភូមិតែម្ដងគាត់បាននិយាយទៅកាន់ពួកគេថាមូលហេតុដែលគាត់ចង់ចម្លៀសពួកគេចេញអំពីភូមិដោយសារតែវាគឺមានជាមួយនឹងក្រុមសាសនាមេធ្មប់បានបង្ហាញខ្លួនអញ្ចឹងហើយគាត់គឺមិនចង់ឲ្យពួកគេមានគ្រោះថ្នាក់ទេពួកគេគួរតែយល់អំពីអត្ថន័យដែលគាត់បានប្រាប់ទៅកាន់ពួកគេផងអ្វីដែលគាត់ធ្វើអ្វីដែលគាត់បង្ខំទៅកាន់ពួកគេគាត់គឺគ្រាន់តែចង់ឲ្យពួកគេមានសុវត្ថិភាពតែប៉ុណ្ណោះបើសិនជាពួកគេមិនជឿមកកាន់គាត់ទេពួកគេអាចចាំមើលបានគាត់គឺហ៊ានយកជីវិតរបស់គាត់យកមកភ្នាល់នៅពេលដែលពួកគេបានលឺនៅពីសម្ដីរបស់ Subaru ពួកគេក៏ចាប់ផ្ដើមជឿតែម្ដងហើយពួកគេក៏ចាប់ផ្ដើមរៀបជាមួយនឹងសម្ភារៈរបស់ពួកគេដើម្បីធ្វើដំណើរចាកចេញពីភូមិចំណែកឯក្មេងទូចម្នាក់នេះនាងបាននិយាយប្រាប់ទៅកាន់ Subaru ថាតាមពិតទៅ Emily គឺធ្លាប់មកប្រាប់អ្នកភូមិម្ដងហើយឲ្យពួកគេទាំងអស់គ្នាជម្លៀសចេញអំពីភូមិមួយនេះប៉ុន្តែនៅពេលដែលពួកគេដឹងថា Emily គឺជាមនុស្សពាក់កណ្ដាលពាក់កណ្ដាលពួកគេគឺពិតជាស្អប់នាងខ្លាំងណាស់ពួកគេគឺមិនជឿរាល់ពាក្យសម្ដីដែល Emily បាននិយាយទេប៉ុន្តែ Subaru បាននិយាយទៅកាន់នាងវិញថាកុំបារម្ភអីរឿងអ្វីៗវានឹងប្រសើរឡើងបន្ទាប់មក Subaru គាត់ក៏បាននិយាយជាមួយនឹងម្នាក់ស្រីឆ្មានេះគាត់បាននិយាយទៅកាន់នាងថាគាត់គឺចង់ឲ្យនាងធ្វើដំណើរទៅកាន់រាជធានីវិញដោយសារតែគ្រីសនៅពេលនេះនេះគឺគ្មានជាមួយនឹងអ្នកការពារទេដោយសារតែ Well ក៏ធ្វើដំណើរមកទីនេះចំណែកឯនាងក៏ធ្វើដំណើរមកទីនេះអញ្ចឹងហើយគឺគ្មានពីណាគេការពារទៅកាន់គ្រីសឡើយប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងបុរសម្នាក់គេបាននិយាយទៅកាន់ Subaru ថាតើ Subaru ហើយនឹងម្នាក់ស្រីនឹងចង់ទៅណាប៉ុន្តែនៅពេលដែលម្នាក់ស្រីនឹងបានឃើញទៅកាន់បុរសម្នាក់នឹងភ្លាមនេះគឺបានចាប់ឃ្លីអាប៉ែនឹងភ្លាមតែម្ដងនៅពេលដែលឃើញអញ្ចឹង Subaru គាត់ពិតជាឆ្ងល់ខ្លាំងណាស់ប៉ុន្តែវាគឺហួសពេលបាត់ទៅហើយអាប៉ែម្នាក់នឹងវាក៏បានបបផ្ទុះខ្លួនរួចក៏បានត្រូវទាំងពួកគេថែមទៀតចំណែកឯ Subaru វិញតរំតែគាត់នឹងបានភ្ញាក់អំពីការសន្លប់គាត់គឺឃើញថាភូមិរបស់គាត់គឺត្រូវបានគេគំទេចយ៉ាងខ្ទេចខ្ទីបាត់ទៅហើយបន្ទាប់មកយើងគឺបានឃើញជាមួយនឹងវេទមន្តរបស់អារ៉ូម៉ានីហ្នឹងដោយអារ៉ូម៉ានីហ្នឹងវាគឺចាប់ផ្ដើមចូលខ្លួនកូនចៅរបស់វាទៀតហើយប៉ុន្តែ Well ក៏បានចាក់សម្លាប់ទៅកាន់វាតែម្ដងប៉ុន្តែមុននឹងវាស្លាប់វាក៏បានបើកការវាយប្រហារទៅកាន់ Well ដូចគ្នាប៉ុន្តែសំណាងល្អដោយសារតែ Julia បានជួយសង្គ្រោះទៅកាន់ Well ទាន់ដោយសារតែការផ្ទុះមួយនោះដែលធ្វើឲ្យ Well ហ្នឹងគាត់ក៏មានរបួសបន្តិចផងដែរប៉ុន្តែមិនបានយូរប៉ុន្មានអារ៉ូម៉ានីហ្នឹងវាក៏ចាប់ផ្ដើមចូលទៅកាន់កូនចៅរបស់វាម្នាក់ទៀតចំណែកឯ Subaru វិញគាត់គឺចាប់ផ្ដើមដឹងអំពីចំណុចខ្សោយរបស់វាគាត់ក៏ចាប់ផ្ដើមដកជាមួយនឹងសភៅវាចេញមកនៅពេលដែលអារ៉ូម៉ានីនឹងបានឃើញវាគឺពិតជាចង់បានខ្លាំងណាស់បន្ទាប់មក Subaru ក៏បានបញ្ឆោតទៅកាន់អារ៉ូម៉ានីនឹងឲ្យដេញគាត់រត់ចូលទៅដល់ក្នុងព្រៃបន្ទាប់មក Subaru គាត់គឺបានឃើញជាមួយនឹងត្បូងគ្រីស្តាល់របស់ Emily ដែលនេះគឺបានដាក់ការពារនៅទីនោះដើម្បីការពារភូមិអញ្ចឹងហើយ Subaru គាត់ក៏បានយកវាទៅតាមខ្លួននៅពេលដែលអារ៉ូម៉ានីនឹងគិតថាវាគឺអាចសម្លាប់ទៅកាន់ Subaru បានហើយស្រាប់តែលេចចេញជាមួយនឹងបិសាចវេទមន្តជាច្រើនវាក៏បានបង្ហាញខ្លួនចេញមកមូលហេតុដែលវាបង្ហាញខ្លួននៅទីនេះដោយសារតែ Subaru គាត់គឺបានដកជាមួយនឹងត្បូងគ្រីស្តាល់របស់ Emily ចេញហើយអញ្ចឹងហើយវាគឺជាសេរីភាពរបស់អាសត្វឆ្កែវេទមន្តទាំងអស់ហ្នឹងបន្ទាប់មកវាក៏ចាប់ផ្ដើមខំស៊ីទៅកាន់អារ៉ូម៉ានីនឹងតែម្ដងប៉ុន្តែដូចយើងដឹងអញ្ចឹងដោយសារតែអារ៉ូម៉ានីនឹងវាគឺមិនចេះស្លាប់ទេវាគឺអាចចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនរបស់កូនចៅរបស់វាជំនួសវិញនៅពេលដែលវាកំពុងតែសម្លាប់ទៅកាន់ប្រជាជននោះអេមីលីនាងក៏បានបង្ហាញខ្លួនមកតែម្ដងនាងបាននិយាយទៅកាន់វាថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអារ៉ូម៉ានីនឹងវាគឺចាប់ផ្ដើមបើកការវិវហាទៅកាន់អេមីលីតែម្ដងប៉ុន្តែវាគឺមិនអាចធ្វើអីទៅកាន់អេមីលីបានទេជំនួសមកវិញអេមីលីនាងគឺបានប្រើជាមួយនឹងដុំគ្រីស្តាល់របស់នាងចាប់បង្កកអាមួយនឹងបានសម្រេចប៉ុន្តែនៅពេលដែលអេមីលីបានឃើញជាមួយនឹងប្រជាជនបានសម្លឹងមកកាន់នាងជាមួយនឹងកសែភ្នែកដ៏ចម្លែកបែបនេះដែលធ្វើឲ្យនាងគឺចាប់ផ្ដើមភ័យខ្លាចតែម្ដង
ចំណែកឯម្នាក់ស្រីនេះវិញនាងក៏បានបង្ខំទៅកាន់សុបារុផងដែរឲ្យចូលទៅនិយាយជាមួយនឹងអេម៉ាលីទៅប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សុបារុគាត់បែរទៅជារត់ចូលទៅក្នុងព្រៃទៅវិញនៅពេលដែលឃើញអញ្ចឹងម្នាក់ស្រីនឹងហើយនឹងជូលៀពួកគេក៏បានដេញតាមសុបារុរួចបានសួរទៅកាន់គាត់ថាតើគាត់កើតអីចំណែកឯសុបារុវិញបានស្រែកទៅកាន់ពួកគេថាចេញឲ្យឆ្ងាយអំពីគាត់បន្ទាប់ពីនិយាយចប់សលេងរបស់សុបារុក៏ចាប់ផ្ដើមផ្លាស់ប្ដូរសំឡេងរបស់គាត់នៅពេលនេះគឺជាសំឡេងរបស់អារ៉ូម៉ានីនឹង នៅពេលដែលឃើញអញ្ចឹងជូលៀក៏បានគំរាមទៅកាន់អារ៉ូម៉ានីនឹងដែរប៉ុន្តែមើលទៅកាន់អារ៉ូម៉ានីនឹងគឺមិនខ្លាចទៅកាន់ជូលៀទេដោយសារតែខ្លួនដែលវាកំពុងតែប្រើហ្នឹងគឺជាខ្លួនរបស់ស៊ូបារុហ្នឹងអារ៉ូម៉ានីនឹងវាពិតជាសប្បាយចិត្តខ្លាំងណាស់វាគឺបាននិយាយថាទីបំផុតវាគឺមិននឹងស្មានថាវាគឺអាចប្រើប្រាស់ជាមួយនឹងខ្លួនប្រាណដ៏ល្អបែបនេះតតែសោះប៉ុន្តែមិនបានយូរប៉ុន្មានវាក៏ចាប់ផ្ដើមប្រកាសតែម្ដងមូលហេតុនោះដោយសារតែវាគឺព្យាយាមគ្រប់គ្រងទៅកាន់ខ្លួនប្រាណរបស់ស៊ូបារុចំណែកឯស៊ូបារុគាត់ក៏ព្យាយាមគ្រប់គ្រងមកកាន់ខ្លួនប្រាណរបស់ខ្លួនឯង បន្ទាប់មកស៊ូបារុបាននិយាយទៅកាន់ជូលៀថាសម្រាប់គាត់ឲ្យលឿនមកគាត់គឺមិនអាចគ្រប់គ្រងខ្លួនឯងបានទេកុំឲ្យវាមានជាមួយនឹងរឿងធំទាន់ប៉ុន្តែមើលទៅកាន់ពួកគេទាំងពីរហ្នឹងគឺមិនហ៊ានសម្លាប់ទៅកាន់ស៊ូបារុទេដោយសារតែពួកគេទាំង3នាក់ហ្នឹងគឺបានដើរផ្សងព្រេងជាមួយនឹងគ្នាសឹងតែខ្លាចទៅជាមិត្តល្អនឹងគ្នាបាត់ទៅហើយចំណែកឯជូលៀវិញគាត់គឺពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់ដោយសារតែគាត់ហ្នឹងក៏ចាប់ផ្ដើមចូលចិត្តទៅកាន់ស៊ូបារុដែរប៉ុន្តែលើកនេះស៊ូបារុគាត់គឺមិនអាចគ្រប់គ្រងបានទៀតទេអារ៉ូម៉ានីនឹងបាននិយាយថាហេតុអ្វីបានជាវាទទួលបានជាមួយនឹងខ្លួនប្រាណដ៏ល្អបែបនេះហេតុអ្វីបានជាវាមិនអាចប្រើប្រាស់វាបានយូរនៅពេលដែលពួកគេបានឃើញទៅកាន់ស៊ូបារុកំពុងតែវេទនាជូលៀគាត់ក៏សម្រេចចិត្តថាដកដាវរបស់គាត់សម្លាប់ទៅកាន់ស៊ូបារុតែម្ដង